ូនរៀនដល់ថ្នាក់បណ្ឌិតអនុបណ្ឌិតក៏ដោយតែបើកូនអត់មានសិលធម៌ទេគឺស្មើនឹងសូន្យនឹងគេមិនឲ្យតម្លៃកូនទេតែផ្ទុយទៅវិញបើកូនអត់សូវចេះដឹងអីទេតែកូនមានសិលធម៌ខ្ពស់ប្រហែលជាគេមើលឃើញអ្នកមានសិលធម៌ខ្ពស់ហើយអញ្ចឹងចាំបាច់ធៀបផ្សំធៀបចូលទាំង3នេះគឺចាំបាច់ត្រូវតែមានសម្រាប់ជីវិតរបស់កូនហើយជីវិតកូននឹងភ្លឺស្វាងនៅពេលណាមួយមិនខានទេហើយមិនមែនភ្លឺតែខ្លួនឯងទេកូននឹងអាចបំភ្លឺឲ្យអ្នកជុំវិញគ្រួសាររបស់កូនសង្គមរបស់កូននឹងទទួលបាននូវពន្លឺនោះហើយសេចក្តីសុខក្នុងសង្គមក៏កើតមានតាមរយៈការចេះដឹងនិងសុខភាពល្អរួមទាំងសិលធម៌របស់យើងដែលកើតចេញពីការគោរពប្រតិបត្តិនិងការសិក្សារៀនសូត្រលោកឪសង្ឃឹមថាលោកកូនគ្រប់ព្រះអង្គនឹងប្រឹងប្រែងអត់មានពីណាជួយយើងក្រៅពីយើងខ្លួនឯងទេក្នុងពុទ្ធសាសនានឹងពុទ្ធភាសិតព្រះអង្គបានសម្ដែងហើយថាអត្តាហេអត្តនោនាថោប្រែថាម៉េចអត្តាហេអត្តនោនាថោណាខ្លួនទីពឹងខ្លួនហ្នឹងហើយវ័យសិក្សារៀនសូត្រគឺត្រូវតែប្រឹងសិក្សារៀនសូត្រឲ្យមានទីពឹងអ្នកប្រាជ្ញលោកថាអ្នកអត់ចំណេះដឹងគឺដូចមនុស្សខ្វាក់ភ្នែកចឹងកូនចង់ខ្វាក់ភ្នែកអត់នឹងម៉ាំងសច្ចៈខុយើងមិនទាំងហ៊ានឲ្យខ្វាក់ផងប្រយ័ត្នប្រយែងចុះតម្រង់ភ្នែកគឺបញ្ញាទៀតនោះហ្នឹងហើយរឿងអីបានយើងមិនយកចិត្តទុកដាក់សិក្សារៀនសូត្រហើយសង្គមខ្មែរយើងគឺបច្ចុប្បន្ននេះគឺយើងត្រូវការអ្នកចេះដឹងហើយបើចេះពិតប្រាកដកូនកុំខ្លាចមកថ្វាយគុំលោកឪមកប្រាប់ត្រង់មកលោកឪកណាជំនាញសំស្ក្រឹតលោកឪកណាជំនាញបាលីមកហក់មកលោតមកបាលីកណាចេះទាំងអស់ឧទាហរណ៍ណាលោកឪកណាច្បាស់អភិធម្មលោកឪកណាច្បាស់ភិក្ខុបដិមោកឬក៏ចំណេះស្អីក៏ដោយឲ្យតែច្បាស់ពិតប្រាកដមុនមកវត្តគណៈគ្រប់គ្រងនឹងផ្ដល់ការងារឲ្យធ្វើគឺអាចជួយខ្លួនឯងផងអាចជួយដល់សង្គមជាតិនិងសង្គមពុទ្ធសាសនាផងហ្នឹងគឺមិនមែនថាបដោះបដាលហើយចោលទេគឺតាមគ្រប់គ្រងប៉ុន្តែឲ្យប្រកបផងណាកុំចេះស្ទើហ្នឹងយើងពិបាកជួយអញ្ចឹងក្នុងសង្គមយើងគេទាមទារចំណុច3ទី1សុខភាពអញ្ចឹងសូមធ្វើម៉េចកូនឲ្យមានសុខភាពល្អការស្លៀកពាក់ស្រង់ទឹកឆាន់ចុកការសឹងត្រូវប្រយ័ត្នប្រយែងហើយភ្លៀងមូសអីហ្នឹងគឺត្រូវមានមុងអីត្រូវចងត្រូវអត់មានមើលបានដិតដល់ទេគឺខ្លួនឯងហ្នឹងត្រូវមើលខ្លួនឯងផងណាទី2សមត្ថភាពត្រូវប្រឹងរៀនឲ្យមានចំណេះមានជំនាញក្នុងខ្លួនហើយទី3សិលធម៌កូនរៀនដល់ថ្នាក់បណ្ឌិតអនុបណ្ឌិតក៏ដោយតែបើកូនអត់មានសិលធម៌ទេគឺស្មើនឹងសូន្យនឹងគេមិនឲ្យតម្លៃកូនទេតែផ្ទុយទៅវិញបើកូនអត់សូវចេះដឹងអីទេតែកូនមានសិលធម៌ខ្ពស់ប្រហែលជាគេមើលឃើញអ្នកមានសិលធម៌ខ្ពស់ហើយអញ្ចឹងចាំបាច់ធៀបផ្សំធៀបចូលទាំង3នេះគឺចាំបាច់ត្រូវតែមានសម្រាប់ជីវិតរបស់កូនហើយជីវិតកូននឹងភ្លឺស្វាងនៅពេលណាមួយមិនខានទេហើយមិនមែនភ្លឺតែខ្លួនឯងទេកូននឹងអាចបំភ្លឺឲ្យអ្នកជុំវិញគ្រួសាររបស់កូនសង្គមរបស់កូននឹងទទួលបាននូវពន្លឺនោះ
ហើយសេចក្តីសុខក្នុងសង្គមក៏កើតមានតាមរយៈការចេះដឹងនិងសុខភាពល្អរួមទាំងសិលធម៌របស់យើងដែលកើតចេញពីការគោរពប្រតិបត្តិនិងការសិក្សារៀនសូត្រតើនេះកូនស្ដាប់បានទេធាតុផ្សំប្រមាណដែលនាំឲ្យជីវិតកូនមានភាពភ្លឺស្វាងមាន3ទី1សុខភាពទី2សមត្ថភាពទី3សិលធម៌មកម្ដងទៀតទី1សុខភាពទី2ទី3ហ្នឹងហើយអញ្ចឹងគឺកូនទៅចាំហើយទៅប្រឹងប្រែងយកចិត្តទុកដាក់ឲ្យខានទៅបានអញ្ចឹងខ្ញុំកណ្ដាអាត្មាភាពមានធរៈដីកា